សួស្តីអ្នកទាំងអស់គ្នាយើងជួបគ្នាសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងមកបកស្រាយអំពីរឿងអាម៉េចបានជាណាចានឹងទៅជាស្រីហើយស៊ុនអ៊ូខុងវិញក៏ស្រីខាងជេកវិញនឹងក៏ស្រីរឿងហ្នឹងមូលហេតុគឺវាអញ្ចឹងមុនដំបូងយើងរៀបរាប់មុនគេគឺជាជូប៉ាជេនឹងប្រុសអាហ្នឹងត្រូវហើយណាចាស្រីហ្នឹងមានមូលហេតុដោយសារតែពេលណាចាហ្នឹងពេលទៅចោះឈ្មោះប្រឡងណាចាហ្នឹងចង់សក់តិចតុយទៅហើយពេលណាចាទៅដល់កន្លែងគេចោះឈ្មោះប្រឡងណាចាគ្រាន់តែប្រាប់គេដែលចោះឈ្មោះប្រឡងថាគាត់នឹងចង់ចោះឈ្មោះប្រឡងរួចហើយគាត់ក៏ហោះទៅផ្ទះវិញបាត់ទៅអញ្ចឹងហើយក្រសួងនឹងអត់ដឹងតែគាត់នឹងភេទអីតែឃើញគាត់ចង់សក់តិចតួចអញ្ចឹងទៅក៏គិតតែគាត់នឹងជាភេទស្រីក៏ដាក់ភេទស្រីឲ្យគាត់វិញទៅហើយចំពោះអ៊ូមីនាងនឹងភេទប្រុសនឹងអាហ្នឹងខ្ញុំគាត់សូវដឹងច្បាស់ដែរថាមិនបានអ៊ូមីនាងនឹងភេទប្រុសអានេះប្រហែលជាមានមូលហេតុអីខ្ញុំអត់ដឹងច្បាស់ទេហើយចំណែកឯស៊ុនអ៊ូខុងភេទស្រីអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយស៊ុនអ៊ូខុងរូបរាងពិតគឺជាសត្វស្វាដែលមានរូបរាងដូចមនុស្សបើស៊ុនអ៊ូខុងអត់ក្លាខ្លួនជាភេទស្រីទេគេមិនឲ្យចូលប្រឡងទេហើយអ្នកទាំងអស់គ្នាសាកគិតមើលបើអ៊ូខុងហ្នឹងកាឡាខ្លួនជារូបរាងដើមដែលមានស្វាដូចរូបរាងជាមនុស្សចឹងចូលមកដួលប្រឡងហ្នឹងគេខ្លាចគ្រប់គ្នាហ្នឹងគេនាំគ្នារត់ជន់ជើងគ្នាគ្មានតែបានប្រឡងទេបន្ទាប់មកទៀតយើងនឹងចូលមកដល់រឿងខាងជេងម្ដងចំណែកឯផលតុលានេះយើងបាច់និយាយទេខាងជេងភេទស្រីនឹងដោយសារខាងជេងមកប្រឡងក៏កាឡាខ្លួនជាស្រីដែររឿងនេះគឺចេះពេលដែលប្រឡងបាក់ដុកឆ្នាំមុនហ្នឹងមកប្រឡងមិនមែនមានតែស៊ុនអ៊ូខុងខាងជេងនិងជូប៉ាជេទេមានតាំងពីបិសាចឆ្អឹងសបិសាចពីងពីងបិសាចខ្ទួយអីហ្នឹងក៏មកប្រឡងដែរសូម្បីតែអធិរាជអមតៈឈីងលីនដែលមកពីពិភពអមតៈទឹកភ្លៀងនិងអធិរាជអមតៈបៃហ្វានដែលមកពីពិភពអមតៈផ្គររន្ទះហ្នឹងវាងលីនអីហ្នឹងដែលនៅក្នុងរឿង Renegade Immortal អីហ្នឹងក៏មកដែររឿងគុជអមតៈធានីអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាមើលរឿងគុជអមតៈធានីអ្នកទាំងអស់គ្នាប្រកាសជាស្គាល់ជាក់ជាមិនខានទេហើយបើខាងជេងហ្នឹងកាខ្លួនជាខាងជេងច្បាស់ណាស់អ៊ូខុងអត់បានមើលហ្នឹងច្បាស់ជាពួកបិសាចហ្នឹងចាប់ខាងជេងយកទៅឆៃជាមិនខានទេអញ្ចឹងហើយស៊ុនខុងក៏បានជប់ខាងជេងនឹងឲ្យគាត់នឹងភេទស្រីទៅដើម្បីគាត់នឹងបានប្រឡងបាក់ដុកហើយចំណែកឯប្រម៉ែកុងស៊ីមនឹងអ្នកទាំងអស់គ្នាក៏បាច់ឆ្ងល់ដែរក្នុងរឿងស៊ុនខុងប្រម៉ែកុងស៊ីមក៏បានបញ្ជាក់ប្រាប់ដែរថាគាត់នឹងមានរូបរហូតដល់100អ្នកប្រម៉ែសុំសុំមកទៀតអ្វីក៏ប្រម៉ែថ្ងៃនេះបែររូបទៅជាប្រុសបែបនេះឯងមិនដឹងថាយើងមានរូប100ទេជួនកាលប្រុសជួនកាលស្រីអញ្ចឹងហើយគាត់ក៏បានកាឡាខ្លួនក្នុងរូបនឹងមកចោះឈ្មោះពេលប្រឡងបាក់ដុកហ្នឹងគឺក្នុងរូបជាមនុស្សប្រុសអញ្ចឹងហើយក្រសួងក៏ដាក់ឲ្យគាត់ហ្នឹងភេទប្រុសទៅអញ្ចឹងអ្នកទាំងអស់គ្នាអស់ចម្ងល់ណាបន្ទាប់មកទៀតខ្ញុំនឹងមករៀបរាប់អំពីការធ្លាក់របស់ជូប៉ាជេនិងជាងស៊ីឈីរឿងហ្នឹងគឺវាអញ្ចេះថ្ងៃប្រឡងបាក់ដុកថ្ងៃទី1នៅពេលព្រឹកជូប៉ាជេហ្នឹងងើបពីដេកឡើងវាអត់គិតរមួយទឹកស្លៀកពាក់អីទេគឺវាចោះពីផ្ទះសំណាក់មកពីលើមកបន្តទៀតវាមកស៊ីបាយនៅជាន់ក្រោមពេលវាស៊ីរួចចឹងទៅវាស៊ីបាយអស់ឡើង5ចានហើយបន្តទៀតអ្នកលក់ទាលុយវាគាត់មានលុយឲ្យអ្នកលក់ចឹងទៅបន្ទាប់មកទៀតអ្នកលក់ហ្នឹងក៏បានឲ្យវានឹងទៅលាងចានចឹងទៅអ្នកលក់នោះក៏សួរចេះហើយអូនឯងនឹងមកពីខាងណាខាងណៃដែរមកស៊ីបាយផ្ទះអ៊ីហ្នឹងអត់មានលុយឲ្យអញ្ចឹងបន្តទៀតជូប៉ាជេងក៏បានប្រាប់ថាអ្នកមកពីប្រទេសចិនហើយមកប្រឡងបាក់ដុកនៅស្រុកខ្មែរអ៊ីហ្នឹងគ្រាន់តែឮថាវាមកប្រឡងបាក់ដុកនៅស្រុកខ្មែរភ្លាមក៏បានដេញឲ្យប៉ាជេហ្នឹងមួយទឹកមួយអីទៅប្រឡងបាក់ដុកទៅលុយដែលជាពាក់ថ្លៃបាយគាត់5ចានហ្នឹងចាំមកពីប្រឡងបាក់ដុកវិញចាំសងក៏បានដែរតែជូប៉ាជេហ្នឹងមួយទឹកមួយអីទៅដល់គេមិនឲ្យចូលណាព្រោះសារវាទៅប្រឡងរហូតដល់ម៉ោង9ព្រឹកបាត់ហើយអញ្ចឹងកន្លែងមណ្ឌលក៏អត់បើកទ្វារឲ្យជូប៉ាជេប្រឡងទៅហើយជូប៉ាជេហ្នឹងក៏ធ្លាក់ទៅដោយសារបានប្រឡង2មុខវិជ្ជានៅពេលព្រឹកចំណែកឯរូបខ្ញុំផ្ទាល់វិញធ្លាក់បាក់ដុកដោយសារតែពេលយប់ឡើងខ្ញុំអត់មានមើលមេរៀនទេគឺយប់ឡើងខ្ញុំដេកមើលរឿងភាគចឹងទៅចាំឈុតស្វីតចឹងទៅក៏អត់បានទិញមេរៀនក៏ធ្លាក់ទៅហើយចំណែកឯចាំងស៊ីឈីនោះគាត់ជាប់ជាមួយធ្លាក់ឬមួយជាប់ជាមួយធ្លាក់គឺជារឿងធម្មតាទេព្រោះគាត់នឹងប្តីគាត់នឹង CEO អញ្ចឹងទោះបីជាគាត់ប្រឡងជាប់ជាមួយគាត់ប្រឡងធ្លាក់ក៏អត់បញ្ហាដែរហើយវីដេអូរបស់យើងនឹងគឺមានតែប៉ុណ្្នឹងទេអូតែប៉ុណ្្នឹងឯង